បាទពុកម៉ែបងប្អូនយើងជាមេដាបៃតាពេលណាដែលមានកូនមកកូនវាឌឺស្ដីមិនស្ដាប់ប្រាប់មិនតាមមេដាបៃតាខឹងណាតែចាស់ពីចំនួនដើមលោកមានបល័យសូត្របង្ក្រាបកូនឲ្យកូនស្ដាប់តាមសូត្រមុនគាថានឹងដាក់ក្នុងបាយក្នុងសម្លទុកឲ្យកូនយើងហូបទៅយ៉ាងយូរបំផុត7ខែកូននឹងស្ដាប់តាមហើយបល័យនឹងមុននឹងចាប់ដើមសូត្រយើងត្រូវសូត្រនៅអ្នកម៉ូឲ្យគ្រប់3ចប់សិនពុកម៉ែបងប្អូនណាសូត្រអ្នកម៉ូ3ចប់ហើយចាប់ដើមសូត្របល័យនឹងតែម្ដងបល័យនឹងគេសូត្រយ៉ាងដូចនេះគេសូត្រថាអ្នកយៈព្រះប្រាប់ឲ្យកូនដេកម៉ូអ្នកព្រះស្ដីឲ្យកូនស្ដាប់អ្នកយៈម៉ូយៈពុកមេតាករណាពតតាំងកូនអើយស្ដាប់ពុកម៉ែផងសូត្រឲ្យផ្លុំដាក់បាយដាក់សម្លទៅហើយគ្របទុកឲ្យវាទៅពេលណាវាមកពីដើរលេងអញ្ចឹងទៅវាហូបហើយបាទហូបចាប់ពីពេលហ្នឹងទៅគ្រប់ចាប់ពីមួយអាទិត្យឡើងវាចាប់ដើមចិត្តវាតូទន់រៀងអាណិតមេដាបិតាបាទគ្រប់7ខែហ្នឹងស្ដាប់យើងតែម្ដងអាហ្នឹងបល័យចាស់ពីដើមហ្នឹងហើយបងប្អូនជួយចិត្តវីដេអូនេះកុំភ្លេចជួយ share ជួយ follow លើ page ខ្ញុំផងណាបាទធ្វើល្អបានល្អបងប្អូនណាកុំសាងអំពើអាក្រក់បាទសាងបុណ្យបានបុណ្យសាងបាបបានបាបបាទរួមគ្នាសាងអំពើល្អពេលនេះខ្ញុំបាទតាចពៃភ្នំព្រឹកសូមអរគុណសូមគោរពលាបាទ